Ba sôm rụp chụp điệp xưa bông bồn cho đồng chiết chỉ tì nực rờ lực nông trái ní trong chạy rừng mười chấm nuôn chụp sách cứ rừng bị say không anh tầm đường các bất rừng khác trong mình cứ mà từ chạy tới bàn tay bẹp bòn nừng bị say dụ bị chôn như ní trong cô tài miền khăm ăn khác tầm bày châu room cài tầm rớ nừng cài lụp bò bây giờ bị chôn như có xong lại nó cô đau chịu vật và mình đôi cho nó tế chịu vật bảo phụ quát nừng miền tự đau cho bà lo mình cơm nó cho bà lo thì bà nó không能រយៈកាលចុងក្រោយនេះក្មេងទំនើងបាននឹងកំពុងរីកដូចផ្សិតអញ្ចឹងបាទហើយរដ្ឋាភិបាលក៏ទប់ស្កាត់តាមរយៈចាប់ដាក់ពន្ធនាគារហើយការទប់ស្កាត់របស់រដ្ឋាភិបាលបានតែមួយឆាវហើយឥឡូវហ្នឹងគឺថាកើតឡើងវិញហើយតែរៀងផ្លេចតិចបន្តិចហ្នឹងកើតប្រងព្រាតរហូតដល់ធ្វើសកម្មភាពដែលព្រៃផ្សៃមែនទែនរហូតដល់កាប់ដាច់ក្បាលយុវជនមួយទៀតឬក៏ចូលទៅវាយគេនៅក្នុងផ្ទះហើយឃើញគេជិះម៉ូតូតាមផ្លូវហ្នឹងធាក់គេលាក់ឡាវាអនាធិបតេយ្យមែនទែនកត្តាអ្វីខ្លះដែលឲ្យវិស័យក្មេងចំនួននឹងរីកចម្រើនហើយមិនបានវាមិនថមថយចុះសោះបាទអញ្ចឹងវាមានធាតុផ្សំជាច្រើនដែលធ្វើឲ្យយុវជនខ្លាចជាក្មេងទំនើងដោយមិនដឹងខ្លួនដោយសារតែមនុស្សចាស់យើងហ្នឹងឯងបាទមនុស្សដែលយើងមានវ័យចំណាស់ហ្នឹងដែលមិនប្រុងប្រយ័ត្នសកម្មភាពទី1កត្តាគឺឪពុកម្ដាយខ្ញុំមិនបន្ទោសគាត់ 100% ទេប៉ុន្តែក៏ជាចំណែកមួយដែលធ្វើប្រហែសនាំឲ្យកូនគាត់ហ្នឹងខ្លាចជាក្មេងទំនើងឪពុកម្ដាយហ្នឹងគាត់រវល់រកស៊ីហើយខ្ញុំយល់បាទប៉ុន្តែរវល់រកស៊ីយ៉ាងណាយើងគួរតែដោតអារម្មណ៍មកលើកូនយើងព្រោះយើងខំបង្កើតអស់ឈាមទាំងថ្លុកចាំបីបាច់តាំងពីចាប់ផ្ទៃរហូតដល់កើតរហូតដល់ចូលសាលារៀនដល់អនុវិទ្យាល័យអញ្ចឹងបើយើងប្រឡែងចោលដូចគូដូចសត្វនិស័យរបស់ក្មេងគឺវាប្រែលឿនណានៅពេលដែលយើងអត់មានការបដិបដាលក៏ដូចជាអប់រំពីអ្នកនៅក្នុងផ្ទះជាមួយគ្នាបើខ្ញុំនិយាយពីកត្តាឪពុកម្ដាយពីខ្លះក៏អាណិតឪពុកម្ដាយដែរព្រោះគាត់ជាអ្នកបង្កើតមកគាត់មិនដែលចង់ឃើញកូនគាត់ខ្លាចជាក្មេងទំនើងគេចាប់ដាក់គុកគេកាប់ដាច់ក្បាលលាក់ទេក៏ប៉ុន្តែធ្វើម៉េចបើសង្គមវាកើតឡើងមកអញ្ចឹងចង់ឲ្យឪពុកម្ដាយរបស់យុវជនយើងនោះចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់កុំឲ្យកើតនៅក្មេងទំនើងក្នុងសហគមន៍ដូចជាក្នុងភូមិឃុំរបស់យើងហើយមួយទៀតគឺអរិយាប័ត្រនៅក្នុងការអប់រំសាលារៀនគ្រូនិយាយលេងស្ដាប់សាលាខ្សោយវិន័យគ្រូប៉ះមិនបានឪពុកម្ដាយហួងហែងប៉ះចូលដៃបន្តិចឥតកើតសិទ្ធិមនុស្សសិទ្ធិកុមារលាក់នឹងលាក់អញ្ចឹងធ្វើឲ្យក្មេងបានចិត្តខ្ញុំប្រើភាសាក្មេងបានចិត្តនៅផ្ទះឪពុកមិនបដៅម្ដាយមិនវាយទៅសាលាគ្រូមិនហ៊ានមាត់ធ្ងន់គ្រូមិនហ៊ានប្រើវិន័យអញ្ចឹងក្មេងដូចក្តាមចាប់ដាក់ចង្អេរអញ្ចឹងបាទលែងមានវិន័យលែងមានសិលធម៌លែងមានគុណធម៌ធ្វើឲ្យតាមទំនឹងចិត្តហើយបើសិនជាឪពុកម្ដាយនោះតម្រើសទៀតផងទិញម៉ូតូទិញស្អីឲ្យជិះផងក្មេងនោះនឹងខ្លាចជាក្មេងទំនើងយ៉ាងឆាប់រហ័សបកកើតបាក់ពួកក្នុងសាលាលែងស្គាល់ចាស់លែងស្គាល់ទុំបាទហ្នឹងហើយកត្តាដែលជំរុញឲ្យមានក្មេងទំនើង
មួយទៀតកត្តាសង្គមលើកទឹកចិត្តដោយប្រយោលឲ្យមិនដឹងខ្លួនតែម្ដងដូចជាបើកន្លែងកំសាន្តនៅក្បែរសាលារៀនមានទូបាញ់ហ្គេមមានកន្លែងសង់ទីម៉ង់ទៅចុះអង្គុយញ៉ាំអីបាយសាលារៀនឬក៏ខារ៉ាអូខេកន្លែងផឹកស៊ីឡាក់អញ្ចឹងសង្គមលើកទឹកចិត្តឲ្យសិស្សសាលាក៏ដូចជាក្មេងយុវជនដែលអាយុស្ទាវវ័យនៅស្ទាវហ្នឹងគាត់ចូលជាក្មេងទំនើងដោយអត់ដឹងខ្លួនបាទសាលាខ្សោយវិន័យអ្នកផ្ទះមិនយកចិត្តទុកដាក់សង្គមលើកទឹកចិត្តអញ្ចឹងគឺក្មេងទំនើងកើតឡើងដោយរីកដូចផ្សិតបាទរីកដូចផ្សិតបូកផ្សំជាមួយនឹងមនុស្សពេញវ័យមនុស្សចាស់ធ្វើសកម្មភាពគាំទ្រវិស័យក្មេងទំនើងដោយប្រយោលទៀតអញ្ចឹងក្មេងទំនើងនឹងកើនឡើងដោយគួរកត់សម្គាល់តែម្ដងអ្នកប្រក្រាបទៅអ្នកបដោះក៏បដោះទៅទីដូចផ្សិតតើពេលណាយើងនឹងទទួលបានយុវជនដែលមានសក្តានុពលនិងមានក្លឹមបើយើងមិនគិតទាំងអស់គ្នាដូចជាថ្មីនេះបងស្រីម្នាក់នោះគាត់ចូលក្លឹបគាត់សម្ដែងឬក៏គាត់ធ្វើសកម្មភាពឲ្យប្លែកដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនប៉ុន្តែគាត់ភ្លេចគិតមួយថាសកម្មភាពរបស់គាត់នឹងគឺជាសកម្មភាពគាំទ្រវិស័យក្មេងទំនើងឬក៏អាចនិយាយបានថាគាត់កំពុងបង្ហាញពីរបៀបរស់នៅរបស់ក្មេងស្ទាវចូលក្លឹបហឺហាហឹកហាក់រំបែបបែកស្លុយសោកស្ដាយគាត់ប្រើភាសាមួយថាគាត់ចូលក្លឹបរំជាលុយរបស់គាត់មិនបានសុំលុយពីណាទេជាសិទ្ធិរបស់គាត់មែនតើទៅការចូលក្លឹបរំរែកវាអត់គ្មានបណ្ណាបិទសិទ្ធិទេប៉ុន្តែយើងគូគិតថាយើងចូលរំបែកស្លុយហើយយើងថតប្រហោះទៀតអាហ្នឹងគឺជាអំណាចមួយដែលធ្វើឲ្យវិស័យក្មេងស្ទាវចាប់ផ្ដើមភ្លុកទឹកភ្លុកដីយកត្រាប់តាមអញ្ចឹងក្មេងស្ទាវយកត្រាប់តាមនៅក្នុងគោលដៅគាត់ចង់សប្បាយទេប៉ុន្តែវាលើសពីភាពសប្បាយនោះវាទៅជាធ្វើឲ្យគាត់ខ្លាយជាក្មេងទំនើងដោយមិនដឹងខ្លួនអញ្ចឹងយើងជាមនុស្សចាស់មនុស្សធំដែលមានការគិតពិចារណាវែងឆ្ងាយនេះគឺគួរប្រយ័ត្នសកម្មភាពនឹងដែរការសប្បាយរបស់មនុស្សម្នាក់គ្មានបណ្ណាទៅបិទសិទ្ធទេអញ្ចឹងយើងត្រូវចេះឲ្យតម្លៃថ្លៃថ្នូរឲ្យខ្លួនឯងទី1ទី2យើងត្រូវចេះមានឯកជនភាពឲ្យវាស៊ីនឹងវ័យដូចថាឥឡូវយុវវ័យយើង40យុវវ័យយុ50វ័យ45ឬក៏38អីចឹងទៅយើងចូលទៅក្លឹបបែបស្ទាវឲ្យទៅរំបែកស្លុយឲ្យទៅហត់ប្រហោះដាក់ប្រព័ន្ធផ្សព្វផ្សាយវាធ្លាក់តម្លៃទី1ធ្លាក់តម្លៃត្បិតតែគេចាប់អារម្មណ៍មែនតែវាធ្លាក់តម្លៃជីវិតមួយទៀតវាជាអំណាចឲ្យក្មេងដែលគាត់កំពុងដែរវក់ជាមួយនឹងគ្រឿងសង្គមរាល់ថ្ងៃហ្នឹងគាត់សប្បាយអបដែរគាត់ថាណោះបងស្រីម្នាក់នោះអ៊ីម្នាក់នោះគាត់អ្នកមានផងគាត់មកលើកវិស័យគាំទ្រវិស័យយើងគ្មានស្ទាវរំបែកស្លុយឡាក់ខ្ញុំសោកស្ដាយថាយើងកំពុងតែជួបប្រទះវិបត្តិក្មេងស្ទាវក្មេងទំនើងកាប់ចាក់អាណាធិបតេយ្យវាយប្លន់កាប់គ្នាអាចក្បាលក៏មានណាត់គ្នាវាយគ្នាជាក្រុមក៏មានប៉ុន្តែអសកម្មភាពនឹងក៏ក្រើបពេញផ្ទៃប្រទេសទូទាំងប្រទេសហើយមិនទាន់បានបង្ក្រាបឲ្យវាចាស់ដៃផងវាបែរជាមានមនុស្សចាស់ទៅចូលរួមក្លឹបបង្ហាញពីភាពបែកស្លុយគាំទ្រវិស័យក្មេងស្ទាវទៅវិញដល់ពេលអញ្ចឹងខ្ញុំអាណិតអ្នកបក្រាបដែរអាណិតវាមិនខំបក្រាបខំប្រឈមមុខជាមួយក្មេងស្ទាវរាប់សិបម៉ូតូប៉ុន្តែក៏មានមនុស្សចាស់មួយចំនួនចូលទៅបង្ហាត់បង្ហាញក្មេងស្ទាវឲ្យខ្លាយក្មេងទំនើង
ដោយមិនដឹងខ្លួនទើសភ្នែកទើសភ្នែកខ្ញុំមែនទែនតែជាសិទ្ធិរបស់គាត់ទៅទេប៉ុន្តែគាត់ថាខ្ញុំក្រើនរំលឹកគួរប្រុងប្រយ័ត្នសកម្មភាពរបស់យើងជៀសវាងយើងលើកទឹកចិត្តក្មេងស្ទាវដោយមិនដឹងខ្លួនហើយក្មេងស្ទាវនឹងទៀតសោតវាជារឿងមួយដែលអន្តរាយវែងឆ្ងាយបើយើងគិតឲ្យឆ្ងាយវាអន្តរាយដល់ជាតិបើជាយុវជនសកលក្រោយលោកមិនប្រឹងរៀនឲ្យមានគុណភាពលោកមិនប្រឹងរកចំណេះដឹងជំនាញឲ្យច្បាស់លាស់អំណោះតទៅតើជាតិយើងពឹងនៅណាអានោះទី1ទី2ក្រុមគ្រួសារពួកគាត់ដែលកើតជាកូនមានកូនប្រុសកូនស្រីមកសង្ឃឹមថាថ្ងៃអនាគតទៅកូនប្រុសកូនស្រីនឹងមានចំណេះដឹងខ្ពង់ខ្ពស់សង្គ្រោះដូចជាលើកស្ទួយគ្រួសារប៉ុន្តែលទ្ធផលចុងក្រោយมันបានដូចអ្វីដែលខ្លួនគិតខ្លះក៏បាត់បង់នៅការសិក្សាខ្លះក៏ធ្លាក់ខ្លួនទៅជាក្មេងដែលបាត់បង់សតិដោយសារតែរឿងញៀនជាប់គុកលាក់ហើយធ្វើឲ្យសង្គមឈឺក្បាលអញ្ចឹងវាធ្វើឲ្យលំហូរនៃយុវជនបរទេសមកប្រទេសកម្ពុជាយើងមកត្រួតត្រាមកគ្រប់គ្រងធ្វើជាមេកោយរបស់យុវជនយើងហើយកុំបន្ទោសថាមិនបានគេមិនប្រឹងលើកកម្ពស់វិស័យយុវជនឲ្យមានចំណេះដឹងធនធានអានឹងបើនិយាយជាការពិតវាចូលរួមទាំងអស់គ្នាមិនមែនតែយើងដាក់មនុស្សម្នាក់ទៅសាលារៀនហើយយើងសង្ឃឹមថាអ្នកនឹងត្រូវតែខ្លាយជាមនុស្សឧត្តមឧត្តមទេទី1កើតចេញពីការបញ្ជូនពួកគាត់ទៅសាលារៀនទី2កើតចេញពីការតាមដាននិងវិតម្លៃរបស់អាណាព្យាបាលទី3កើតចេញពីមនុស្សពេញវ័យដូចពួកយើងនេះធ្វើសកម្មភាពប្រុងប្រយ័ត្នកុំឲ្យប៉ះពាល់រូបភាពណាដែលធ្វើឲ្យយុវជនយើងវាយកគំរូតាមអាក្រក់គេហៅថាគំរូអាក្រក់ណាកុំលើកទឹកចិត្តបាទកុំលើកទឹកចិត្តអញ្ចឹងខ្ញុំឃើញបងស្រីម្នាក់គាត់ទៅរំបែកស្លុយនៅក្នុងក្លឹបមួយខ្ញុំមិនបញ្ចេញឈ្មោះទេឥឡូវគេកំពុងតែសម្រុកតែក្លឹបនោះដើម្បីរំបែកស្លុយដោយបងស្រីហ្នឹងខ្ញុំសោកស្ដាយខ្ញុំឃើញយុវជនទៅរំជាមួយបងស្រីហ្នឹងអីស្លៀកពាក់មិនសមរម្យលាក់នឹងលាក់ខ្ញុំសោកស្ដាយថាវាអត់មានបណ្ណាមកបំផ្លាញទំពាំងរបស់យើងទេវាបែរទៅជាយើងជាមនុស្សចំនួនមុនទៅបំផ្លាញទំពាំងខ្លួនឯងទៅកើតហើយវាមិនគួរយកទិដ្ឋភាពក្នុងក្លឹបមកចែកចាយនៅក្នុងបណ្ដាញសង្គមតតែសោះវាធ្វើឲ្យមនុស្សយុវជនមួយចំនួនភ្លើនមើលឃើញថាអូក្លឹបសប្បាយយ៉ាងទេបាទអូក្លឹបសប្បាយយ៉ាងទេនៅនេះចូលពីមុនចូលថាកម្រិតមួយគេថា30-40% ទៅចុះយុវជនដែលនៅពេញឬក៏អ្នកដែលមានលទ្ធភាពដល់ពេលឃើញរូបភាពទៅវាជំរុញឲ្យអាការចូល30-40% វាឡើងដល់50-60%តែចូលយូរទៅគេហៅថាលងវង្វេងនឹងភ្លើងពណ៌វាអាចបង្កទៅជាការកាប់ចាក់សម្លាប់គ្នាក្រោយពីរំរែកហើយចេញមកក្រៅតាមសម្លាប់គ្នាតាមវាយគ្នានឹងមួយទៀតគឺគាត់ដេកសម័យទៅឲ្យតែល្ងាចឡើងចង់ចូលក្លឹបគេថារំញោចជំរុញអញ្ចឹងសកម្មភាពអស់នឹងមិនគួរគប្បីតតែសោះរដ្ឋាភិបាលគួររឹតបន្តឹងដែរអារឿងចូលក្លឹបឲ្យថតបង្ហោះនឹងវាអត់បានចម្រើនអីទាំងអស់វាបានទៅជាជំរុញលើកទឹកចិត្តឲ្យវិស័យក្មេងស្ទាវក្មេងទំនើងរីកធំធាត់ឲ្យឆាប់រហ័សទៅវិញទេបាទអានេះគ្រាន់តែជាមតិមួយជ្រុងរបស់ខ្ញុំសោកស្ដាយដែលយើងជាមនុស្សចំនួនមុនមួយចំនួនណាខ្ញុំមិននិយាយទាំងអស់ទេ
ដែលបង្ហាញសកម្មភាពមិនគប្បីនៅក្នុងសង្គមដែលធ្វើឲ្យយុវជនក៏ដូចជាក្មេងស្ទាវអាចនិយាយបានថាយុវវ័យគាត់លើកភ្លើនទៅតាមអ្វីដែលយើងចែកចាយតគ្នានោះឥឡូវយើងមើលក្នុង TikTok ក្នុងគ្នា thread រមបែកស្លុយនឹងអស់ហើយបើយើងនិយាយដោះសារថាអញ្ចេះវាមិនដែរគ្រាន់តែចូលប៉ុណ្ណឹងខូចអនាគតទេសម្រាប់មនុស្សមានសតិរឹងមាំវាអត់ខូចទេអនាគតគេសប្បាយកន្លះម៉ោង1ម៉ោងទៅគេទៅធ្វើការគេវិញឯងដូចខ្ញុំអីជាដើមខ្ញុំមានណាទៅវីវជាមួយនឹងអាឡៃបែកស្លុយនោះចូលទៅនឹងហង់ថ្លង់ហឹងតិចញ័រទ្រុងបេះដូងលើហើយនៅមិនបានទេហប់ដង្ហើមផងមនុស្សច្រើននោះតែសម្រាប់គ្នាជាក្មេងដែលគិតមិនបានវែងឆ្ងាយនោះនិយាយថាកន្លែងហ្នឹងឯងពិភពសប្បាយឋានសួគ៌របស់ពួកគាត់អញ្ចឹងគ្នាដេកមិនលក់បក់មិនលហើយថ្ងៃឡើងបន់ឲ្យតែល្ងាចអាំងតែក្លឹបរំបែកស្លុយគេឯងអានឹងជាកំហុសឆ្គងមួយដែលយើងខ្វះការពិចារណាអ្នកដែលចង់បានការចាប់អារម្មណ៍យើងគួរគិតឡើងវិញយើងនឹងគ្នាស្រែកបន្លឺឡើងថាឈប់ឲ្យផ្សព្វផ្សាយគ្រឿងស្រវឹងទៅពីព្រោះវាអាក្រក់ទៅដល់សង្គមក៏ដូចជាបំផ្លាញអនាគតយុវជនប៉ុន្តែខ្លួនឯងទៅអួតកន្លែងអបាយភូមិឲ្យយុវជនបានស្គាល់បាទគ្រួសារណាដែលមានវិន័យក្រឹកក្រមទៅអានឹងកូនវាមិនលបោតទៅក្រៅទេតែគ្រួសារណាគ្នារព្រឹកខ្វះល្ងាចបលឹមចេញប្រលប់ចូលខ្វះការតាមដានកូនចៅនឹងទៅហើយគ្នារកស៊ីផងចិញ្ចឹមកូនផងនោះបាទជួបប្រទេសកំពុងតែលើកអីវ៉ាន់ហ្នឹងគេទេមកថាកូនកំពុងតែកាប់គេទៅដោះកូនពីប៉ុស្តិ៍ផងអាមួយទឹកថារដេកហើយហ្នឹងងាកឡើងហ្នឹងគេទេថាកូននោះវាយគ្នាហើយកន្លះកូននោះឡានកិនក្បាលបែកហើយថាអីចេញពីក្លឹបនោះកូនអាឌីកំពុងលក់ស្រួលណាមកវិញហត់ពងដាច់ខ្លះទេមករើកូននោះកាប់ចាក់គ្នានៅក្លឹបនេះក្លឹបនោះទៅដោះផងអាណិតខ្ញុំឆ្លងកាត់រឿងទាំងអស់នឹងឆ្លងកាត់វាមិនខ្ញុំបានដឹងឮនៅភ្នែកមកបាទឃើញថ្ងៃមួយនោះពូគាត់មានពូមួយនោះគាត់លក់បន្លែកំពុងតែលើកបន្លែដាក់លបកទូរស័ព្ទរូគ្រឿងលើកឡើងបានតែម៉ួយទិញបន្លែគេថាកូនទៅរៀននោះកាប់គេនៅសាលារៀនឲ្យឪពុកម្ដាយទៅធានាបាទការចំនួនមុនមិនមែនអត់ក្មេងស្ទាវទេប៉ុន្តែវាខ្វះអាការផ្សព្វផ្សាយទើបយើងមិនដឹងដល់ពេលអាខ្វះការផ្សព្វផ្សាយអាកំណើននៃក្មេងស្ទាវវាអត់រីកទេវាទៅតាមប្លុកទៅតាមតំបន់តិចតិចទេតែឥឡូវវាមានការផ្សព្វផ្សាយវាទៅជាក្មេងស្ទាវនឹងកើនឡើងរហូតធ្វើឲ្យរដ្ឋាភិបាលកពុលមុខរហូតដល់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីកំណត់មុខសញ្ញាពួកក្មេងស្ទាវសំណួរសួរវិញពួកគាត់ហ្នឹងក្មេងស្ទាវហ្នឹងយុវជនយុវវ័យហ្នឹងសិតតែជាកម្លាំងចលករដែលអាចយកទៅប្រើប្រាស់បានដើម្បីការពារជាតិនិយាយពីរឿងកម្លាំងចលករដើម្បីអាចប្រើប្រាស់បានការពារជាតិខ្ញុំថ្ងៃមុននោះសរសេរ status មួយព្រោះឃើញព្រឹត្តិការណ៍នៅស្រុកគៀនស្វាយយុវជនមួយក្រុមកាប់ដាច់ក្បាលនោះខ្ញុំក៏ស្វែងយល់ថាបើសិនតែចាប់ពួកនឹងបានបើទូអក្រិតអានឹងដាច់ខាតត្រូវតែទទួលទោសទៅតាមបទកថាគតិយុត្តត្រូវជាប់ពន្ធនាគារអានឹងទូអក្រិតទោសឃាតកម្មតែបើគាត់ជាក្មេងស្ទាវដាក់អុកលុកភូមិឬក៏ជក់ឆ្នាំញៀនឬក៏វាយកាប់ថាវាយគ្នាមិនទាន់ដល់បទល្មើសឃាតកម្មខ្ញុំទៅសេថាឲ្យពួកគាត់ទៅបម្រើការងារតប
ខ្ញុំចាប់អារម្មណ៍អ្នកខមមិនមួយចំនួនថាអូកុំទៅឲ្យនាំរវល់កងទ័ពអូកុំទៅឲ្យអឺកងទ័ពឈឺក្បាលខ្ញុំថាពួកគាត់ប្រហែលជាអត់ដែររស់នៅក្នុងប្រទេសឬក៏មិនស្គាល់ប្រទេសទ័ពរបៀបម៉េចខ្ញុំពេចស្រស់មិនមែនជាកងទ័ពទេប៉ុន្តែស្គាល់វិន័យកងទ័ព3ឆ្នាំដែរកន្លែងប្រទេសទ័ពមិនមែននៅក្នុងក្លឹបឬក៏នៅផ្សាររាត្រីឬក៏នៅផ្សារចាស់ឬក៏នៅផ្សារទំនើបទេក៏មិនមែនជាក្នុងផ្ទះដែលមានគ្រួសារជាមួយដែរអត់ទេកុំស្មានថាកន្លែងកងទ័ពធ្វើអ្វីតាមអំពើចិត្តបាននោះបើមិនដូច្នោះគេមិនអាចទៅជាទ័ពបានទេក៏សូមផ្ដាំនៅនេះមួយចំនួនហើយពួកហ្នឹងដែលយកតែកែខ្លួនបានគឺមានតែកន្លែងកងទ័ពមួយគត់ពួកផ្សេងស្ទៀវហ្នឹងហើយទៅបំរើការងាររបស់កងទ័ពមិនមែនតែធ្វើកងទ័ពទេបងប្អូនខ្លះគាត់អត់ប្រើចំណេះដឹងតែអានអក្សរទេគាត់ប្រើអារម្មណ៍តែអានអក្សរគាត់ថាំងទៅបំរើការងាររបស់កងទ័ពគាត់គិតថាឲ្យក្មេងៗនោះទៅធ្វើកងទ័ពអត់ទេការងាររបស់កងទ័ពមានច្រើនណាស់ដាំបន្លែជីកលានដ្ឋានចិញ្ចឹមសត្វកាប់អូសបោកខោអាវទ័ពក៏មានតែមានច្រើនណាស់អញ្ចឹងពួកគាត់នៅក្នុងក្របខ័ណ្ឌទៅបម្រើការងាររបស់កងទ័ពដើម្បីទុកឲ្យកងទ័ពយើងនោះគាត់ធូរដៃដើម្បីផ្ចង់គេហៅថាតទល់មួយសត្រូវអានឹងចំណេញបើនិយាយអត់គេហៅថាទោសហគមន៍ប្រទេសកម្ពុជាយើងមានទោសហគមន៍ប្រទេសបរទេសគេមានណាទោសហគមន៍នឹងមានន័យថាអញ្ចេះវិរុទ្ធជនណាអ្នកទោសណាដែលគាត់អនុវត្តទោសនៅសល់ហេរវេលាតាមការកំណត់របស់គេថាឥឡូវ6ខែឬក៏3ខែទៀតចេញពីគុកហើយអ្នកនឹងអេរយាប័តកែប្រែល្អបើនៅបរទេសគេឲ្យអ្នកនឹងទៅនៅក្រៅគុកបំរើសហគមន៍គេហៅថាទោសសហគមន៍ទៅលាងមន្ទីរពេទ្យទៅលាងសាលារៀនគេថាសម្អាតធ្វើអនាម័យឬក៏អនាម័យតាមចៅថ្នល់ជំនួសពលកម្មបងប្អូនសិនត្រីឬក៏ទៅបំរើសហគមន៍ណាមួយប៉ុន្តែគេមានឈីបរបស់គេឲ្យអ្នកនឹងរត់ទេបាទគេឲ្យអ្នកនឹងរត់បានទេគេមានការតាមដានរបស់គេត្រឹមត្រូវធ្វើការឲ្យទៅបង្ហាញខ្លួនហើយចូលទៅក្នុងកន្លែងមួយដែលរដ្ឋអំណាចគេរៀបចំឲ្យអញ្ចឹងក្មេងស្ទាវរបស់យើងហ្នឹងក៏គាត់ប្រឈមនឹងជាប់គុកដែរព្រោះរដ្ឋាភិបាលដាក់បទបញ្ជាមើងម៉ាត់ណាចាប់បានក្មេងស្ទាវអត់មានឲ្យមានការធានាទេគឺចាប់បញ្ជូនចូលគុកហើយមើលមុខសញ្ញាឲ្យលែងទៀតថ្ងៃមុននេះខ្ញុំស្ដាប់បានសាររបស់សម្ដេចនាយករដ្ឋមន្ត្រីណាអញ្ចឹងខ្ញុំក៏ឲ្យជាយោបល់ថាបើចាប់ពួកនឹងបានបើត្រឹមតែកម្រិតទោសលហុអញ្ចឹងឲ្យគាត់ទៅបម្រើការងាររបស់ទ័ពមិនមែនតែធ្វើកងទ័ពទេឲ្យអ្នកឯងទៅជីកលានដ្ឋានឲ្យអ្នកឯងទៅធ្វើសំណង់ឲ្យអ្នកឯងទៅដាំគេហៅថាបន្លែឲ្យទ័ពឲ្យអ្នកឯងទៅកាប់អុសឲ្យទ័ពបាទហើយអ្នកខ្លះហូរដល់ពុនទៅញ៉ៃញ៉ៃទ័ពអត់ទេផ្ទះក៏ភ្លៀងឲ្យហូរអាចតិចតាមតិចឡូវហើយកន្លែងកងទ័ពវិញកន្លែងក្លឹបឯវ៉ៃអ្នកណាមតនស្គាល់វិន័យទ័ពខ្ញុំចេះតែនិយាយផ្ដេសផ្ដាស់ហើយដេកក្រោកហ្នឹងចែកតៃទៀតឆ្លងកាត់ឲ្យខ្ញុំ3ឆ្នាំហើយដល់ម៉ោងគេហាត់5ហ្នឹងឯងក្រោកតែតៃដាក់ដោយអាស័យវាយនេះដល់វាយហ្មងតាមក្រែទោះតបគេដេកគេមិនដែលដេកបន្ទប់មួយដាច់ទេក្រែមកជួយកទៅកន្លែងខ្លះក៏ក្រែ2ទៅកន្លែងខ្លះក៏ក្រែ1ទៅមកជួជួកាគេអាប៉ែលម៉ោង2 10យប់ទៀតម៉ោង2 10យប់បច្ច័យជ្រេកគេឲ្យពេលតែ10នាទីយ៉ាងយូរតែបើតាមលើការវឹកហាត់គេឲ្យតែ5នាទីទេមួយរាច់កំងត្រូវមានទាំងអស់តែភ្លេចចងខ្សែ3ជើងមួយមកក្រុមនឹងត្រូវដាក់វិន័យទាំងអស់មិនលេងទេខ្ញុំមិនថាខ្ញុំទៅសេស្ទិតថឹងឯមុននោះមានបងប្អូនខ្លះគាត់ថាអូនាំពួកនោះទៅនាំទៅរំខានតបអត់ទេគាត់ក៏ជាពលកម្មមួយដែរស្ដាយពលកម្មគាត់ក៏វត្តវត្តទោសក្រិតអីដែរត្រឹមទោសលហុអីហ្នឹងឬក៏មជ្ឈិមអីហ្នឹងមើលឲ្យគាត់ទៅបម្រើកិច្ចការងាររបស់តបមិនមែនឲ្យធ្វើតបទេបាទប្រហែលខែអញ្ចឹងទៅអាចឲ្យរៀនពីជីវភាពរបស់តបដែរនេះគាត់នៅកំណត់របស់ខ្ញុំពីព្រោះបោះដាក់ចាប់ពួកគាត់ដាក់គុកហ្នឹងប្រហិនបាយទៅទៀត
à viên nâng cái ốc lóc sùng cung hỏi nó với đặt cốt và hắn bay rót tới tiền và nè à đặt cốt nó với tới đây thưa ơi việc căn để tầm đường thèm mà chu cá nữa nó không cốt nó vì miền bông tới bông thông tin rồi anh ấy còn là chỉ chụp ball bọc nhóm nhưng gọi là tiếp chụp điệp chun bông ôm đại comment trong status bọc nhóm nứng ở tiếp thay cái like con tốt bên cái like club ấy bên cái like rom lực đại lực chưa bay sloi này bên đi tăng răng nát đẹp miền Việt này cho bác lo đào máu hạt pran tơ ta hạt rất nhiệt máu ngút tật máu bay máu thưa ca máu đế cứ bật phút đế ở miền này nó cho tôi sắp tết đi máu bay thì không Việt này mỗi ọt xị bay của ọt lên lớn rồi còn lý do cho mùi Việt này con to và còn tha con to mình ai phút vụ nâng ban còn tha lo ấy không tầm nương ấy trâu tầm nương tiếp đó để cho Việt này con to phải ấy đừng cầm này dạng chán con trong miền cô cả ngất tiết à lên sáu nha đấy bọn nó mới không có đại cô cả ngất lớn nữa đặt tầm mặt tết nó bạc lớn nào lịch cao lớn nó gì số sao và ê con ở bà hơi hồi nhắc class đây mình score là bây giờ hai thay vì đây con to ở chia mình sau đó nơi không vì đây con to 3 năm tái mình mến to thì trẻ mến to vì ai luôn nơi cho mũi to 3 năm vừa ca smart chất oi to 3 năm chỉ việc phép to luôn nơi việc mấy vì đây to được mấy bị xóa đằng vì mình đang o tế tái to mũi cho muốn mong vậy cho bước sống có ai tranh sống đây được sống nơi nuôi ca sinh ra cá nơi điệp trong phải cầm lắng bà trong anh thà rư khla cô là cầm na đã ai dương giờ mà pra ở trong nên đó chưa bán cho giờ mà pra mau rồi tục nâng cái có với ót giàu đi đây tục nâng cái khơi cặp chặt nè hà trong dây 8 tháng trong nó trong đào rôm thu ba việc con tài vay thì tôi ta bởi trong nó trong màn tên mong tới cứ tờ rôm phun ná cái vay món ở hộp phun nâng mỏ miên đây tha rôm chóp cái bò bò món ở hộp rôm ăn khi thử khá thử phụ mạ và lâm lại ấy từ rốt smile từ đặc ấy nó chỉ cắt phun nó trâu xí bãi tên nó tiết như rúm cho nó khiếu đào rôm hết rôm khi thử khá thử phụ mạ hết mà chả đào tiền nó cái hai tha mà chả cam vị thi nó chọc máu và bò mòn vào đời bò mòn này hộp mà hộp chóp ban bay kia tới na và đó là không mấy lớn mình đang phụ quạt hộp ấy bàn chặt cả nữa chiêm con hộp ấy đi bàn chiêm con có khăng mấy cặp cái đánh ba là khá cho quay cái đó tiền phá quay cái tam thơ tiền chúng ta ô mày lớn là há chẳng nó thay báo cua tại kênh chấm đánh pia cầm lăng phụ nâng mới giờ ấy đặt không liên là than được off nên mới ấy thư cầm lăng không tia mới bà chung cho mày nó không cô gói ấy thư cao cầm lăng to vào đôi đó dù sao còn mọi ai cam đấy mọi ai thư kinh rồi nghe ấy đang là thư cá lúc này thư sấy thư nữa đó nó bay khai lại tranh vĩnh không hậu đông việt á nó vì trần đánh polo cam đại dương chi viên của mọi con cầm lăng dương còn hot vì nhầm chưa hay thật to mình nghĩ ơi chun đợt tây đại cài bị to châu đi còn tay việc là bây giờ chơi prai cầm lăng polo cam có bị trầm đánh đài rồi còn lại bật đi to mình cho tạo châu đẹp đa thì nhóm đăng vì này tăng răng điều sẽ cứ phun mà sao mình ơi còn đẹp đa thì cài bị còn tọt bình sứt á còn tay dương miên trầm này mũi đai thà trầm nói mũi thà prai không lẽ khăn na bàn chỉ viên đại bia vụ viên trong cục trong vụ việc ập dầu cảnh mà với vụ việc mình mình cài luôn hỏi rất lừa đảo tiền vì có cục cái nút nâng cứ chỉ cầm đất mùi nó bọc nhom được nó bàn tay trong tụi tôi mùi tiết thà không mấy gì phơn ta thôi tay mình nuôi trái này cầm trong ban ví dụ hơi tập phơn ơi không mấy mưa rồi tất cả ấy xen thôi ở cái chắp aram thôi sao chiến như châu club rom bay sloi hơi màu để dây trong bên này sừng công than lui nó bọc nhom trong comment xong bị đá châu club đi trong thứ ấy các bạn cặp bứt
រឿងលុយរបស់នរណាវាអត់សំខាន់ទេវាសំខាន់ម្នាក់សកាស្រឡាញ់ជាតិសាសន៍នេះអត់តែប៉ុណ្ណឹងទេបើយើងមានលុយយើងមានមុខរបរច្បាស់លាស់យើងមានលុយច្រើនទៅហើយយើងមានមុខមាត់ហើយបើយើងមានម្នាក់សកាស្រឡាញ់ជាតិខ្មែរដូចគ្នាយើងអាចធ្វើសកម្មភាពណាមួយឲ្យកូនខ្មែរចំនួនក្រោយរលួយស្អុយទេយើងប្រយ័ត្នហើយត្រូវចាំអ្នកមានលុយគួរតែមានចំណេះដឹងយ៉ាងខ្ពស់បន្តិចដើម្បីឲ្យមានសេចក្តីថ្លៃនៅឲ្យសមនឹងលុយព្រោះអ្នកមានលុយខ្លះចំណេះដឹងអត់មានអាសេចក្តីថ្លៃថ្នូរជីវិតវាអត់មានដែរហើយអាងទឹកលុយផ្លែវយ៉ាងទៅដូចលោកណាជិះឡានហើយមានអង្គរៈពីរនាក់ជិះកាងនោះអានោះมันមានសេចក្តីថ្លៃថ្នូរទេបាទមានលុយតែលុយមិនមែនជាសេចក្តីថ្លៃថ្នូររបស់មនុស្សទេអរិយាប័ត្រចំណេះដឹងការគិតដល់អ្នកដទៃនិងការស្រឡាញ់សង្គមជាតិស្រឡាញ់ជាតិសាសន៍ខ្លួនឯងអានោះបានជាសេចក្តីថ្លៃថ្នូររបស់មនុស្សបាទលុយវាគ្រាន់តែជាឧបករណ៍ដើម្បីដោះដូរតម្រូវការរបស់យើងបច្ចុប្បន្នទេប៉ុន្តែអរិយាប័ត្រនិងចំណេះដឹងរបស់មនុស្សគឺជាសេចក្តីត្រូវការរបស់ជាតិនិងមនុស្សចំនួនក្រោយបើយើងមិនបានជួយទប់ស្កាត់ក្មេងតំណើងទេកុំបង្ហាញផ្លូវឲ្យកើតក្មេងតំណើងកាន់ច្រើននោះបាទហើយក្នុងក្លឹបនឹងទៀតសោតវាគួរតែមានបំរាមហាមថតព្រោះក្លឹបចំនួនដែលខ្ញុំមកពេញ9ជាង96 97 98វាមានក្លឹបតែក្រើយវាំងហើយនឹងក្លឹបមុខវាំងតិចតួចទេរកក៏មិនតន់កើតស្ប៉ាកនេះក៏មិនតន់កើតគេស្ដាប់បំរាមហាមថតបាទចូលទៅសិតឆែកឆេហាមថតអ្នកឯងមិនមែនទៅ live ក្នុងក្លឹបដូចរងថ្ងៃចឹងទេអាណាធិបតេយ្យពេកហើយលោកអើយកាលខ្ញុំមកភ្នំពេញបានមួយឆ្នាំអីចូលក្លឹបគេទេតើប៉ុន្តែដឹងថាអូគេហាមថតព្រោះឯកជនភាពរបស់ក្លឹបហើយវាមិនមែនជាគំរូល្អទេអាបែកធ្លាយរូបភាពក្នុងក្លឹបទៅក្រៅនោះវាសិតតែរឿងដែលអសិលធម៌តែក្នុងក្លឹបនិយាយត្រង់ហ្មងរំរែកកវីកវក់អាខ្លះលេងឆ្នាំកវីក៏មានដែរក្លឹបទាំងអស់ក្នុងពេញបើសិនជាធ្វើវិធានការមើងម៉ាត់ចុះឆែកបើមិនមានបានអាឆ្នាំកវីនឹងសើមើលភ្នំស្ទើរតែ10ក្លឹបទាំង10ដូចថ្ងៃមុនគេឆ្មក់ចូលទៅភួយនីឋានហ្នឹងភួយនីឋានផងណាគេឆែកឃើញឆ្នាំរីករាយក្នុងបន្ទប់ការ៉ាអូខេបន្ទប់ VIP គេចុះតម្រង់ក្នុងក្លឹបទៀតនឹងបើសិនជារដ្ឋាភិបាលកាន់ច្បាប់មើងម៉ាត់ក្លឹបឆែកមើល10ទាំង10សាកចុះឆែកអញ្ចឹងរដ្ឋាភិបាលចំណុចនេះគួរតែកោះហៅម្ចាស់ក្លឹបទាំងអស់ទៅណែនាំវិញដូចជំនាន់ដើមមើលដាក់បំរាមហាមថតមើលសบายទៅឯកជនភាពទៅចុះទៅឈួតទៅលោតទៅកតាក់កក្រែងនៅក្នុងប្លុកនោះទៅតែកុំឲ្យបែកធ្លាយរូបភាពវាមិនមែនជារឿងគំរូល្អទេសម្រាប់សង្គមខ្មែរនោះហើយទៅចូលក្លឹបហ្នឹងសบายខ្លាចជាទុកពេលខ្លះឆេះមកក្លឹបក៏មានដែរហើយយើងដឹងហើយព័ត៌មានកន្លងមកណាឆេះងាប់ឲ្យកើជើងគ្នាក៏មានដែរនៅសៀមរាបក៏មាននៅភ្នំពេញក៏មានដែររឿងឆេះក្លឹបហ្នឹងចឹងយើងរួមគ្នាទៅអ្នកមានលុយយើងធ្វើសកម្មភាពលើកកម្ពស់សង្គមតាមអ្នកមានលុយអ្នកមិនមានលុយហើយមានចំណេះយើងលើកស្ទួយសង្គមខ្មែរយើងតាមយើងមិនមានលុយតែមានចំណេះទៅយើងចេះអប់រំគ្នាចែកម្លែករឿងល្អឲ្យគ្នាទៅវិញទៅមកទៅព្រោះខ្មែរយើង17លានអ្នកនៅតិចណាស់ចុះបើ17លានអ្នកហើយគ្មានគុណភាពទៀតងាយនឹងសត្រូវគេហៅថាពាត់ស៊ីហើយខ្ញុំសំណោះមិនអ្នកដែលទៅលេងអញ្ញាញួរក្នុងក្លឹបឲ្យថតផុសហ្នឹងសំណោះត្រង់ថាប្រទេសកំពុងតែប្រឈមជាមួយនឹងចៅឆ្លៀនពៀនបងប្អូនកងទ័ពកំពុងតែដេកមិនលក់បកមិនហើយរយយប់បាតុភិបគេហៅថាអាកាសធាតុផងស្មារតីប្រុងប្រៀប24ម៉ោងលើ24ម៉ោងផងបងប្អូនកងទ័ពខ្លះអត់បានដេកទេ
aiនៅទីក្រុងនេះសបាយលូតកឆេងក្នុងក្លឹបឲ្យថតប្រហោះខ្ញុំសង្វេគនេសកាជាតិខ្មែរយើងដល់ថ្នាក់នឹងអ៊ុយក្រែនគាត់ទៅផ្ទុះសង្គ្រាមមួយរុស្ស៊ីគឹបប្រជាជនអ៊ុយក្រែនហោះពីក្រៅចូលប្រទេសខ្លួនឯងទាំងអស់ដើម្បីជាកម្លាំងស្ម័គ្រចិត្តធ្វើទៅកងទ័ពទប់ទល់ជាមួយរុស្ស៊ីឥឡូវគេដាក់សម្ពាធឲ្យកាត់ដីឲ្យគេហើយអ៊ុយក្រែននៅតែមិនទាន់សម្រេចចិត្តទៀតហើយបើសិនជាអ៊ុយក្រែនកាត់ដីឲ្យរុស្ស៊ីពិភពលោកនេះច្បងច្បល់ហើយកាលណាខ្លះនោះវាយយកដីបោកច្បល់ឲ្យសង្គ្រាមលើលោកទី3នឹងកើតឡើងដូចយាយម៉ាការីដាអញ្ចឹងឯងពីការភ្នែកទស្សន៍ទាយឆ្នាំ2026ជាចំណុចកើតសង្គ្រាមលើលោកទី3បើសិនជាអ៊ុយក្រែនព្រមកាត់ដីឲ្យរុស្ស៊ីតាមសំណើរបស់ត្រាំប្រទេសនឹងពិភពលោកនឹងកើតសង្គ្រាមលើលោកទី3តៃវ៉ាន់ក៏ចិនយកសិង្ហបុរីមិនស្រួលម៉ាឡេយកទៀតព្រោះអតីតអស់របស់ម៉ាឡេចឹងកុំលីសោយរឿងការរស់នៅនេះព្រោះតែប្រយ័ត្នប្រយែងពីសកម្មភាពយើងជាមនុស្សធំបាទអរគុណណាស់ខ្ញុំសូមចាប់អារម្មណ៍ប៉ុណ្ណឹងទៅចុះជូនពរបងប្អូនជាពិសេសបងប្អូនវិរៈកងទ័ពជួបតែក្តីសុខក្តីចម្រើនសូមឲ្យឈ្នះអភិសេកគ្រប់ទិសទីបាទសូមអរគុណសូមជម្រាបលា